សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel The Secret Room បន្ទប់សម្ងាត់រៀងរាល់យប់តែងតែមានរឿងរ៉ាវជាច្រើនដែលត្រូវបានបើកបង្ហាញដែលជារឿងអាចកំបាំងនៅពីក្រោយស្នាមញញឹមរបស់ម្ចាស់សម្បត្តិជាច្រើនអ្នកហើយនៅវេលាយប់នេះយើងបានទទួលសម្បត្តិអនាមិកទី11ពីបងប្រុសម្នាក់គាត់គឺជាសសរទ្រូងដ៏រឹងមាំនៅក្នុងគ្រួសារគឺជាមនុស្សជោគជ័យនៅក្នុងផ្នែកអ្នកដទៃប៉ុន្តែបេះដូងខាងក្នុងរបស់គាត់បានខ្ទេចខ្ទាំអស់ទៅហើយតែមានរឿងអ្វីកើតឡើងចំពោះគាត់សូមប្រិយមិត្តសម្រួលអារម្មណ៍ហើយចូលរួមស្ដាប់សម្បត្តិរបស់គាត់ទាំងអស់គ្នាសួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាខ្ញុំសម្រេចចិត្តសរសេរសម្បត្តិនេះមកកាន់ទីនេះទាំងទឹកភ្នែករាល់ថ្ងៃនេះខ្ញុំមិនដឹងថាត្រូវទៅយំប្រាប់អ្នកណាមិនដឹងថាទៅស្រែកប្រាប់អ្នកណានោះទេនៅខាងក្រៅគ្រប់គ្នាដែលស្គាល់ខ្ញុំតែងតែសរសើរថាខ្ញុំជាមនុស្សមានវាសនាល្អជាមនុស្សដែលរឹងមាំជាមេគ្រួសារដែលមានមុខមាត់មានផ្ទះសម្បែងរស់នៅសមរម្យនិងជាឪពុករបស់កូនប្រុសម្នាក់និងកូនស្រី3នាក់ដែលគួរឲ្យស្រឡាញ់ប៉ុន្តែគ្មាននរណាម្នាក់អាចមើលធ្លុះចូលមកក្នុងចិត្តខ្ញុំឡើយថាខ្ញុំកំពុងរស់នៅទាំងដកដង្ហើមធំក្នុងរង្វង់ដែលពោរពេញដោយទឹកភ្នែកដែលហូរចូលក្នុងហើយគ្មានអ្នកឃើញក្នុងនាមជាកូនប្រុសច្បងក្រោយពីរៀបការរួចខ្ញុំមិនដែលគិតចង់ដើរចេញពីឪពុកម្ដាយឡើយទោះបីជាមិត្តភ័ក្តិឬប្រពន្ធធ្លាប់បបួលទៅទិញផ្ទះនៅដាច់ដライដើម្បីស្វែងរកសេចក្តីសុខតខ្លួនក៏ខ្ញុំនៅតែជំនះចិត្តថាខ្ញុំត្រូវតែនៅថែរក្សាពួកគាត់ទាំងពីរដែលពួកគាត់កាន់តែចាស់ជរាហើយនឹងមានជំងឺប្រចាំកាយចំណែកបងប្អូនខ្ញុំដទៃទៀតចំណែកឯបងប្អូនខ្ញុំដទៃទៀតក្រោយពេលដែលពួកគេមានគ្រួសារនិងមានការងារពួកគេហោះហើរទៅបាត់ស្រមោលមួយឆ្នាំជួបគ្នាម្ដងឬពីរដងស្ទើរតែមិនចង់បានពួកគេមិនដែលខ្វល់មិនដែលទូរស័ព្ទសួរនាំសូម្បីតែលុយកាក់1រៀលដោយផ្ញើមកឪពុកម្ដាយក៏មិនដែលមានដែរពួកគេតែងតែនិយាយពាក្យមួយឃ្លាយ៉ាងងាយស្រួលថាបងធំបងឯងមានរបររកស៊ីធំដុំបងឯងមើលថែម៉ែឪទៅពួកខ្ញុំក្រណាស់មើលតែខ្លួនឯងចង់រស់ផងពួកគេយល់ថាការចិញ្ចឹមនិងមើលថែឪពុកម្ដាយជាកាតព្វកិច្ចផ្ដាច់មុខរបស់ខ្ញុំតែម្នាក់ឯងក៏ប៉ុន្តែខ្ញុំមិនដែលរអ៊ូរទាំរឿងនឿយហត់នឹងមើលថែឪពុកម្ដាយចាស់ព្រោះពួកគាត់គឺជាអ្នកមានគុណរបស់ខ្ញុំប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំឈឺចាប់ស្ទើរក្អួតឈាមនោះគឺចិត្តមនុស្សដែលជាឪពុកម្ដាយរបស់ខ្ញុំផ្ទាល់តែម្ដងទាំងអស់គ្នាដឹងទេបើទោះបីជាខ្ញុំលះបង់ដើម្បីគ្រួសារនេះយ៉ាងណាក៏ដោយខ្ញុំបែកញើសហូរឈាមទាំងយប់ទាំងថ្ងៃដើម្បីរកលុយមកផ្គត់ផ្គង់រាល់ការចំណាយទាំងអស់ក៏នៅក្នុងកៅភ្នែកឪពុកម្ដាយខ្ញុំនៅតែជាកូនដែលធ្វើអ្វីមិនដែលត្រូវចិត្តគាត់ឡើយកូនដែលគាត់ស្រឡាញ់ជាងគេបារម្ភជាងគេអាណិតអាសូរជាងគេហើយស្ទើរលេបគឺប្អូនប្រុសពៅរបស់ខ្ញុំប្អូនប្រុសពៅរបស់ខ្ញុំវាមិនដែលធ្វើអ្វីដើម្បីគ្រួសារទេមានតែបង្កបញ្ហាបង្កើតបំណុលឲ្យខ្ញុំដោះស្រាយឲ្យវារៀងរាល់ថ្ងៃវាមិនព្រមធ្វើការងារឲ្យពេញលេញពេញដៃពេញជើងវាសែបគប់មិត្តភ័ក្តិមិនល្អវាដើរលេងវាផឹកស៊ីមានម្ដងវាបោកប្រាស់លុយគេឲ្យខ្ញុំសងលុយគេទៀតហើយរាល់ពេលដែលវាខ្វះលុយឬក៏វាមានក្តីក្តាំងចូលប៉ុស្តិ៍ប៉ូលីសឪពុកម្ដាយរបស់ខ្ញុំតែងតែមកយំឬក៏ជួនកាលមកឡាំប៉ាដាក់ខ្ញុំឲ្យជួយវាពួកគាត់ខ្លាចកូនពៅរងទុក្ខខ្លាចកូនពៅជាប់គុកប៉ុន្តែពួកគាត់មិនដែលសួរខ្ញុំមួយម៉ាត់ទេថាកូនប្រុសឯងហត់អត់ឯងមានលុយបង្វិលក្នុងមុខរបរឯងអត់ឯងរត់ការលុយឲ្យប្អូនចុះចំណែកកូនរបស់ឯងគ្រប់គ្រាន់អត់គ្មានទេគ្មានពាក្យសួរនាំបែបនេះសូម្បីតែមួយម៉ាត់
លុយដែលខ្ញុំខំរកមកទាំងលំបាកខ្ញុំត្រូវយកទៅបង់ថ្លៃសាលាកូនថ្លៃទឹកថ្លៃភ្លើងនៅមានថ្លៃបំណុលទិញឡានដែលលោកប្អូនប្រុសគាត់ទៅបង់រំលោះឲ្យគ្មានប្រាក់ដើម្បីបង់ក៏ធ្លាក់មកលើខ្ញុំថ្លៃចាយវាឪពុកម្ដាយក៏ត្រូវយកលុយទៅបំពេញដង្ហើមឲ្យប្អូនប្រុសពៅដែលមិនដឹងខ្យល់អ្នកនោះថែមទៀតយ៉ាងណាគឺដើម្បីតែកុំឲ្យឪពុកម្ដាយខ្ញុំពិបាកចិត្តរឿងប្អូនពៅវាជាទុក្ខសោកមួយទៅហើយប៉ុន្តែទុក្ខធំមួយទៀតដែលខ្ញុំកំពុងតែត្រូវបានវាដុតហើយរលំរំលាយជីវិតរបស់ខ្ញុំទាំងរស់គឺអ្នកម្ដាយបង្កើតរបស់ខ្ញុំគាត់បានធ្លាក់ខ្លួនចូលទៅក្នុងការញៀនល្បែងស៊ីសងយ៉ាងងប់ងល់បើទោះបីជាគ្រួសារយើងអាចរស់នៅបានសមរម្យមិនខ្វះខាតលើការហូបចុកប៉ុន្តែល្បែងវាស៊ីដាច់សេចក្តីសុខនិងសន្តិភាពនៅក្នុងផ្ទះទាំងស្រុងគាត់បានលួចលុយក្នុងថតទូរបស់ខ្ញុំលួចមាសប្រពន្ធខ្ញុំយកទៅលេងល្បែងចុងក្រោយគាត់ចាញ់អស់ក៏ទៅខ្ចីបុលគេថែមទៀតមានពេលខ្លះអ្នកចងការប្រាក់ក្រៅប្រព័ន្ធមកទារលុយដល់ផ្ទះមកជេរប្រតិចនិងគំរាមកំហែងកូនចៅក្នុងនាមជាប្តីជាឪពុកជាអ្នកគ្រប់គ្រងផ្ទះនិងជាកូនខ្ញុំត្រូវអោនក្បាលសុំទោសម្ចាស់បំណុលទាំងនោះដើរសងលុយរាប់ពាន់រាប់ម៉ឺនដុល្លារជំនួសម្ដាយដើម្បីរក្សាកិត្តិយសគ្រួសារនិងដើម្បីកុំឲ្យកូនរបស់ខ្ញុំរស់នៅក្នុងភាពភ័យខ្លាចពេលខ្ញុំសំណូមពរឲ្យគាត់ឈប់គាត់បែរជាខឹងហើយយំតូចចិត្តដើរប្រាប់អ្នកជិតខាងថាកូនប្រុសច្បងមើលងាយម្ដាយជេរប្រតិចម្ដាយបណ្ដេញម្ដាយចេញពីផ្ទះឬគាត់ប្រាប់គេថាខ្ញុំចង់ទៅឲ្យគាត់ស្លាប់ឲ្យផុតតើមានអ្នកណាដឹងពីទុក្ខខ្ញុំឬទេរាល់ថ្ងៃនេះខ្ញុំហត់ណាស់អេដមីនហត់រហូតដល់ពេលខ្លះខ្ញុំជិះឡានទៅធ្វើការម្នាក់ឯងនៅតាមផ្លូវខ្ញុំមានអារម្មណ៍ចង់ទៅបើកបុករបាំងថ្មឲ្យស្លាប់បាត់ទៅទេចង់បញ្ចប់គ្រប់យ៉ាងត្រឹមនឹងផ្លូវចិត្តខ្ញុំវាខ្ទេចខ្ទាំស្ទើរតែស្លាប់បាត់ទៅហើយនៅចំពោះមុខកូនទាំង4ខ្ញុំត្រូវធ្វើជាឪពុកដ៏កក់ក្ដៅរឹងមាំជាដើមឈើធំសម្រាប់ពួកគាត់ជ្រកកោនខ្ញុំមិនអាចបង្ហាញភាពទន់ជ្រាយឬទឹកភ្នែកឲ្យកូនឃើញឡើយនៅចំពោះមុខប្រពន្ធខ្ញុំមានអារម្មណ៍ខុសចំពោះគាត់ខ្លាំងណាស់គាត់រៀបការជាមួយខ្ញុំគាត់សង្ឃឹមថាខ្ញុំនឹងផ្ដល់ក្តីសុខឲ្យគាត់តែគាត់ត្រូវមករស់នៅទ្រាំនៅក្នុងផ្ទះដែលពោរពេញដោយសម្ពាធត្រូវជួយមើលថែឪពុកម្ដាយក្មេកត្រូវរងសម្ពាធពីម៉ែក្មេកដែលមានចិត្តលំអៀងនិងញៀនល្បែងពេលខ្លះម្ដាយខ្ញុំថែមទាំងជេរប្រតិចប្រពន្ធរបស់ខ្ញុំថែមទៀតផងខ្ញុំអាណិតប្រពន្ធខ្លាំងណាស់តែខ្ញុំធ្វើអ្វីមិនបានក្រៅពីលួចក្តាប់ដៃគាត់ក្នុងបន្ទប់ងងឹតតែពីរនាក់រួចនិយាយពាក្យថាឲ្យបងសុំទោសដែលធ្វើឲ្យអូនរងទុក្ខជាមួយបងនៅចំពោះមុខរបរនិងបុគ្គលិកខ្ញុំត្រូវធ្វើជាអ្នកគ្រប់គ្រងឆ្លាតវៃមើងម៉ាត់មិនអាចបង្ហាញភាពខ្សោយព្រោះបើខ្ញុំដួលអាជីវកម្មនេះក៏ដួលរាល់ជីវភាពបុគ្គលិករាប់សិបនាក់ក៏ត្រូវប៉ះពាល់ពេលខ្លះខ្ញុំយំតែខ្ញុំយំដោយមិនអាចបញ្ចេញសំឡេងទឹកភ្នែកខ្ញុំក៏វាហូរតែវាមិនអាចហូរចេញមកក្រៅបានទេគឺវាត្រូវតែហូរបាញ់ច្រាស់ចូលទៅក្នុងទៅវិញអ្នកដឹងទេខ្ញុំលួចយំពេលដែលខ្ញុំងូតទឹកដើម្បីឲ្យនៅពេលដែលងូតទឹកវាលាងទឹកភ្នែករបស់ខ្ញុំកុំឲ្យប្រពន្ធកូនបានដឹងថាខ្ញុំយំខ្ញុំលួចអង្គុយយំក្នុងឡានម្នាក់ឯងរាប់ម៉ោងនៅកន្លែងចតឡានខ្ញុំត្រូវតាំងចិត្តយ៉ាងខ្លាំងមុនពេលដែលខ្ញុំដើរចូលទៅក្នុងផ្ទះខ្ញុំត្រូវសម្រួលទឹកមុខបង្ខំញញឹមឲ្យមានភាពស្រស់ស្រាយបំផុតមុនពេលដែលខ្ញុំបើកទ្វារផ្ទះចូលទៅជួបកូនខ្ញុំធ្លាប់ឈរងើយមើលទៅលើមេឃវេលាម៉ោងប្រហែលជា3អាធ្រាត្រហើយសួរខ្លួនឯងថាតែខ្ញុំបានធ្វើបាបអ្នកណាពីជាតិមុនបានជាជាតិនឹងខ្ញុំត្រូវមកផ្ទុកកម្មក្រាស់បែបនេះ
កូនដតីគេរស់នៅមានក្តីសុខគេដើរលេងគេសំលុយដើម្បីអនាគតកូនរបស់គេចំណែកខ្ញុំរស់នៅជាមួយក្នុងភាពរងគ្រោះជាអ្នកបង្កើតសេចក្តីសុខឲ្យអ្នកដតីប៉ុន្តែបើជាគ្មានអ្នកណាម្នាក់មើលឃើញពីការជឿចាប់និងឈាមដ៏ស្រក់ក្នុងចិត្តរបស់ខ្ញុំឡើយម្ដាយខ្ញុំគិតតែពីប្អូនពៅម្ដាយគិតតែពីលបែងបងប្អូនគិតតែពីខ្លួនគេចុះខ្ញុំតើខ្ញុំមិនមែនជាមនុស្សដែលមានបេះដូងចេះឈឺចាប់ទេឬតើមកពីខ្ញុំរឹងមាំទើបគេគ្រប់គ្នាធ្វើដាក់ខ្ញុំបែបនេះតើខ្ញុំរឹងមាំពេកទើបគេគិតថាខ្ញុំមិនចេះយំមែនអត់សម្បត្តិមួយច្បាប់នេះគ្រាន់តែជាការទម្លាយដង្ហើមធំរបស់ខ្ញុំតែប៉ុណ្ណោះខ្ញុំមិនដឹងថាអាចទ្រាំបានដល់ពេលណាទៀតទេខ្ញុំហត់នឿយទាំងរាងកាយទាំងផ្លូវចិត្តហើយចិត្តរបស់ខ្ញុំខ្ទេចខ្ទាំប៉ុន្តែដរាបណាខ្ញុំនៅមានដង្ហើមខ្ញុំនៅតែត្រូវបង្ខំចិត្តដើរបន្តទៅមុខទៀតដើរទាំងឈាមស្រក់ក្រៅបេះដូងទឹកភ្នែកហូរចូលទៅក្នុងបញ្ច្រាសដែលគ្មានអ្នកណាឃើញអរគុណ admin និងអ្នកស្ដាប់ទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃស្ដាប់ការរអ៊ូរទាំរបស់កូនប្រុសច្បងអត់ប្រយោជន៍ម្នាក់នេះសូមអរគុណបាទស្ដាប់រឿងរបស់បងប្រុសម្ចាស់សមុទ្រទី11ចប់ហើយខ្ញុំជឿជាក់ថាម្ចាស់សមុទ្រហើយជាពិសេសគឺប្រិយមិត្តអ្នកទាំងអស់គ្នាប្រកាសជាអាចយល់ពីអារម្មណ៍របស់បងប្រុសម្នាក់ហើយខ្ញុំក៏មានបងប្រុសម្នាក់ដែរខ្ញុំមានអារម្មណ៍ថាខ្ញុំបានធ្វើខុសចំពោះបងខ្ញុំមែនទែនហើយខ្ញុំស្ទើរតែទប់ទឹកភ្នែកខ្លួនឯងមិនជាប់ដោយសារតែពេលខ្លះយើងអាងលើគាត់ថាគាត់នៅជាមួយពុកម្ដាយប៉ុន្តែយើងភ្លេចសួរសុខទុក្ខពីអារម្មណ៍របស់គាត់ភ្លេចគិតពីភាពឈឺចាប់និងទុក្ខលំបាករបស់គាត់មនុស្សយើងគ្រប់គ្នារឹងមាំបំផុតនៅពេលដែលមានមនុស្សយល់ចិត្តប៉ុន្តែជួនកាលមនុស្សដែលរឹងមាំដែលយើងឃើញហ្នឹងក៏ចេះលួចយំម្នាក់ឯងនៅជ្រុងណាមួយដែរដូច្នេះសូមកុំភ្លេចលើកទឹកចិត្តមនុស្សនៅជុំវិញខ្លួនជាពិសេសគឺបងរបស់អ្នកក្នុងនាមជា admin នៃ Channel Discreet Room បន្ទប់សម្ងាត់ខ្ញុំសូមផ្ញើការគោរពកោតសរសើរនិងលើកទឹកចិត្តដ៏ធំធេងបំផុតជូនដល់បងប្រុសបងបានធ្វើតួនាទីជាកូនបងដ៏ល្អជាប្តីដ៏ល្អជាឪពុកដ៏ល្អជាប្រធានជាអ្នកដឹកនាំដ៏ល្អណាស់ល្អរហូតលើសពីអ្វីដែលមនុស្សម្នាក់អាចនឹងរ៉ាប់រងបានទៅទៀតប៉ុន្តែខ្ញុំសង្ឃឹមថាបងប្រុសអាចនឹងព្យាយាមស្រឡាញ់ខ្លួនឯងឲ្យខ្លាំងមើលថែរក្សាផ្លូវចិត្តខ្លួនឯងព្រោះទាំងភរិយានិងកូនរបស់បងគឺត្រូវការបងជាមេឃត្រូវការបងជាព្រះអាទិត្យជាពន្លឺបំភ្លឺផ្លូវពួកគេហើយក៏ជាម្លប់ដើម្បីឲ្យពួកគេរស់នៅបានចុះប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាវិញយល់យ៉ាងណាដែរបើមានពាក្យពេចន៍លើកទឹកចិត្តឬដំណោះស្រាយណាមួយសម្រាប់បងប្រុសនៅសមុទ្រទី11នេះសូមកុំភ្លេច comment នៅខាងក្រោមនៅក្នុងប្រអប់ comment ដើម្បីឲ្យគាត់បានអានហើយមានកម្លាំងចិត្តបន្តសូមកុំភ្លេចចុច like subscribe channel របស់យើងទាំងអស់គ្នាដើម្បីឲ្យយើងបានជួបគ្នានៅក្នុងរឿងរ៉ាវផ្សេងៗរបស់ប្រិយមិត្តអ្នកក្រោយទៀតសម្រាប់ពេលវេលានេះ admin សូមជម្រាបលាហើយយើងនឹងជួបគ្នានៅក្នុងសប្តាហ៍ក្រោយអរគុណជម្រាបលា